Access Wow. 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 The Access Wow is It's really very insightful. It really raising awareness globally. It's contributed here in the Philippines. We really also wish to support and protecting Mother Earth, definitely. Nơi mình chạy bản đồភាពyến UPFI ដែលមានទីតាំងនៅសាកលវិទ្យាល័យហ្វីលីពីនវេទិកាបរិស្ថាន Access Wow លើកទី28បានធ្វើឡើងនៅថ្ងៃនេះព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយការសហការគ្នារបស់សមាជិកហ្វីលីពីននិងសមាជិកមកពីកូរ៉េភ្ញៀវកិត្តិយសជាង400នាក់ដែលបានចូលរួមជាមួយ Access Wow ដើម្បីការពារបរិស្ថានបានចូលរួមក្នុងវេទិកានេះប្រធានបទវេទិកាថ្ងៃនេះគឺការចាប់ផ្ដើមការពារបរិស្ថានគឺជាការដាំឈើការខំប្រឹងរបស់មនុស្សម្នាក់មើលទៅដូចជាតិចតួចប៉ុន្តែបើយើងម្នាក់ដាំឈើតាមមួយដើមនោះមនុស្ស 8000 លាននាក់អាចដាំឈើ 8000 លានដើមបានហើយនឹងមានថាមពលផ្លាស់ប្ដូរអនាគតយើងស្មារតីរួបរวมដែលអ្នករាល់គ្នាលើកកម្ពស់បានលើកទឹកចិត្តសហគមន៍ឲ្យជួបជុំគ្នាដើម្បីគោលដៅរួមមួយហើយរំលឹកយើងថាយើងជាអ្នកថែរក្សាភពផែនដីរបស់យើងសូមអរគុណចំពោះការខំប្រឹងប្រែងដ៏គួរឲ្យកត់សរសើររបស់អ្នករាល់គ្នាក្នុងការចូលរួមចំណែកវិជ្ជមានដល់សហគមន៍ក្នុងស្រុកនិងពិភពលោករបស់យើងការបើកកម្មវិធីនៃវេទិកាបរិស្ថាននេះមានការបង្ហាញជូននៅការសម្ដែងចម្រុះបែបដែលរៀបចំឡើងដោយសមាជិក Access Wow ហ្វីលីពីននិងសមាជិកមកពីកូរ៉េបន្ទាប់ពីការបើកកម្មវិធីនៅផ្នែកទី2នៃវេទិកានេះមានការចូលរួមពីសកម្មជន Access Wow ដែលបានលើកទឹកចិត្តឲ្យមានការរួបរวมគ្នារវាងយុវជននិងសហគមន៍មូលដ្ឋានរួមជាមួយអ្នកជំនាញបរិស្ថានដែលបានចែករំលែកវិធីសាស្ត្រការពារព្រៃឈើវេទិកាបរិស្ថានថ្ងៃនេះបានដើរតួជាវេទិកាមួយសម្រាប់ Access Wow រដ្ឋាភិបាលក្នុងតំបន់និងអ្នកជំនាញបរិស្ថានក្នុងការរួបរวมគ្នានិងបដិញ្ញាការពារបរិស្ថាននៅហ្វីលីពីនបន្ទាប់ពីព្រឹត្តិការណ៍សន្និសីទមួយត្រូវបានធ្វើឡើងដើម្បីស្វែងរកវិធីជាក់ស្ដែងនៃកិច្ចសហប្រติបត្តិការជាមួយសហគមន៍មូលដ្ឋាន I think Access Wow has provided a profound impact in terms of restoration, not only in tree restoration, but also in terms of environmental actions across the globe, because I believe that we should always work in silos, in collaboration, especially with the volunteers of Access Wow and also the working professionals. I think the event is very, very successful, and if the voices of the youth, the volunteers will reach to decision makers in the country, it will really make a difference in terms of real actions on the ground. សន្និសីទ Access Wow កំពុងធ្វើឡើងនៅទូទាំងប្រទេសហ្វីលីពីនដោយកំណត់បញ្ហាបរិស្ថានក្នុងសហគមន៍មូលដ្ឋាននីមួយៗនិងស្វែងរកដំណោះស្រាយជាក់ស្ដែង
រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានបង្ហាញការគាំទ្រនិងបំណងក្នុងការរួបរวมជាមួយ Access Wow ដែលបានអនុវត្តសកម្មភាពស្ម័គ្រចិត្តជាបន្តបន្ទាប់លើវិស័យជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ The reason why we signed the MOU with Access Wow is to involve all the prosecutors of Region 8 in the undertakings and whatever activity. And so the presence of Access Wow here in our region really has a positive impact. The Department of Education has decided to have a memorandum of understanding with the Access Wow because we feel that we share the same vision and purpose as to making our environment safe for all mankind, particularly our learners of the Department of Education. I really wish that some groups, passionate groups regarding environment will come up with this. So I will help you in whatever way we can do because we love our earth. We want to preserve our planet. Access Wow កំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅទូទាំងតំបន់ផ្សេងៗនៃប្រទេសហ្វីលីពីនដោយកំណត់បញ្ហាបរិស្ថានក្នុងសហគមន៍មូលដ្ឋានដោយចុះទឹកផ្ទាល់ហើយចាត់វិធានការភ្លាមៗទៀតផង ពួកគាត់មិនត្រឹមតែចូលរួមកិច្ចខំប្រឹងប្រែងក្នុងបរិស្ថានដូចជាការសម្អាតឆ្នេរការសម្អាតផ្លូវនិងការដាំដើមឈើប៉ុណ្ណោះទេប៉ុន្តែពួកគាត់ថែមទាំងបានរៀបចំវេទិកានិងសិក្ខាសាលាជាង10ដងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងតំបន់ទៀតផង ស្របពេលដែលមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីបញ្ហាបរិស្ថាននៅហ្វីលីពីន Access Wow បានកសាងសាមគ្គីភាពតាមរយៈកិច្ចខំប្រឹងប្រែងរួមគ្នានិងទទួលបានការដឹងគុណយ៉ាងអស្ចារ្យពីសហគមន៍មូលដ្ឋាន ជំនួសឲ្យ10ជំហានរបស់មនុស្សម្នាក់គឺមួយជំហានរបស់មនុស្ស10នាក់ដោយស្មារតីសាមគ្គីភាពនិងការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបរិស្ថាន Access Wow នឹងខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាននៅក្នុងប្រទេសហ្វីលីពីនបន្តទៅមុខទៀត One step to a green earth. One step towards green earth.